តោះឥឡូវយើងចូលដល់លំហាត់មួយទៀតតើតួជាមួយនឹងការគណនា limit អញ្ចឹងយើងមាន limit មួយដែល x ខិតទៅជិត2នៃឬនៃ x ឬការ៉េនៃ x ដក2ឬការ៉េនៃ2នៅលើ x ការ៉េដក4អញ្ចឹងដើម្បីដោះស្រាយ limit បានយើងត្រូវជួសមើលរាងរបស់វាសិនអញ្ចឹងនេះយើងបាន2ឬការ៉េនៃ2ដក2ឬការ៉េនៃ2បាន0អញ្ចឹងពេលយករបស់យើងស្មើ0ភាគបែង2លើជាការ៉េ4 4ដល់4 0អញ្ចឹងយើងបាន limit របស់យើងរៀងមិនកំណត់0ដល់0អញ្ចឹងដើម្បីដោះស្រាយ limit ដែលមានរៀងមិនកំណត់0ដល់0បានយើងត្រូវដាក់ភាគយកនិងភាគបែងជាបកគុណកត្តារួចសម្រួលកត្តាដែលដូចគ្នាចោលបន្ទាប់មកដោះស្រាយ limit ថ្មីប៉ុន្តែត្រូវចាំលក្ខខណ្ឌថាមិនថាភាគយកឬមួយក៏ភាគបែងទេឲ្យតែមានកន្សោម radical យើងត្រូវគុណវានឹងកន្សោមឆ្លាស់តោះណាអញ្ចឹងដូចនេះភាគយករបស់យើងមាន radical x ឬការ៉េនៃ x ដក2ឬការ៉េនៃ2អញ្ចឹងដើម្បីគណនាវាបានយើងគុណវានឹងកន្សោមឆ្លាស់អញ្ចឹងកន្សោមឆ្លាស់ x ឬការ៉េនៃ x ដក2ឬការ៉េនៃ2គឺ x ឬការ៉េនៃ x បូក2ឬការ៉េនៃ2កាលណាភាគយកយើងកាលណាភាគយកគុណប្រមាណភាគបែងក៏គុណនឹងប៉ុណ្ណឹងដែរតោះណាអញ្ចឹងយើងបាន limit នៃ x ខិតទៅជិត2នៃកន្លែងនេះយើងគុណនឹងកន្សោមឆ្លាស់អញ្ចឹងយើងគុណកន្សោមឆ្លាស់គឺ x ឬ x ដក2ឬ2កត្តាឲ្យ x ឬ x បូកជាមួយនឹង2ឬ2កាលណាភាគយកយើងគុណប្រមាណភាគបែងក៏ត្រូវគុណប៉ុណ្ណឹងដែរអញ្ចឹងយើងបាន x ការ៉េដក4កត្តាឲ្យ x ឬ x បូកជាមួយនឹង2ឬ2បន្ទាប់មកយើងគុណកន្សោមឆ្លាស់យើងទៅធ្វើម៉េចទៀតយើងឃើញពាក្យយករបស់យើងចូលរូបមន្ត a ដក b កត្តា a បូក b អញ្ចឹង a ដក b កត្តា a បូក b ស្មើអីអញ្ចឹងវាស្មើជាមួយនឹងa ការ៉េដក b ការ៉េតោះណាអញ្ចឹង a ការ៉េដក b ការ៉េតួ a របស់យើងគឺ x ឬការ៉េនៃ x អញ្ចឹងយើងបាន x ឬការ៉េនៃ x លើកជាការ៉េដកឲ្យ b ការ៉េ b របស់យើងមិន2ឬ2អញ្ចឹងយើងបានដកជាមួយនឹង2ឬ2លើកជាការ៉េនៅលើភាគបែងរបស់យើងនេះយើងឃើញនេះគឺចូលរូបមន្ត a ការ៉េដក b ការ៉េដែរប៉ុន្តែកន្លែងនេះយើងអាចទុកវាសិនក៏បានយើងអាចដាក់វាចូលរូបមន្តហើយក៏បានដែរឥឡូវយើងដាក់វាហើយកុំឲ្យវាយើងជិះបំលែងវាដដែលទេអញ្ចឹងយើងបាន x ដក2កត្តាឲ្យ x បូក2កត្តាឲ្យ x ឬការ៉េនៃ x បូកជាមួយនឹង2ឬការ៉េនៃ2តោះណាបន្តមកយើងត្រូវធ្វើម៉េចទៀតបន្តមកកន្លែងនេះយើងសុំឲ្យគ្នាយើងតាមដានតិចព្រោះវាអាចនឹងគ្នាយើងឆ្ងល់កន្លែងនេះ x នេះ x ឬការ៉េ x នេះលើកជាការ៉េអញ្ចឹង x នេះយើងលើកជាការ៉េបាន x ការ៉េចំណែក x នេះ radical និងការ៉េសម្រួលអស់យើងបាន x អញ្ចឹងនេះបាន x ការ៉េអានេះគុណនឹង x បានអីបាន x គីបមើលយល់កន្លែងនេះ x លើកជាការ៉េបាន x ការ៉េចំណែកឯ x នេះ radical និងការ៉េសម្រួលនេះអស់នៅសល់ x អញ្ចឹងបាន x ការ៉េគុណ x បាន x គីបដកឲ្យកន្លែងនេះក៏ដូចគ្នាដែរ2លើកជាការ៉េបាន4ចំណែកឯ2នេះ radical និងការ៉េសម្រួលនេះអស់បាន2អញ្ចឹងបាន4គុណ2បាន8ប៉ុន្តែ8ខ្ញុំអាចសរសេរបានថា2គុណ3បានទេដើម្បីឲ្យវាចូលរូបមន្ត a គីបដក b គីបចំណែកឯភាគយករបស់យើងសំទោសចំណែកឯភាគបែងរបស់យើងគឺយើងទុកវានៅដដែលជាងយើងបាន x ដក2កត្តា x បូក2កត្តាឲ្យ x ឬការ៉េនៃ x បូកជាមួយនឹង2ឬការ៉េនៃ2បន្តមកត្រូវធ្វើម៉េចទៀតបន្តមកយើងឃើញអានេះចូលរូបមន្ត a គីបដក b គីបជាង a គីបដក b គីបស្មើអីជាងស្មើជាមួយនឹង limit នៃ x ខិតទៅជិត2នៃមិនទៀត a គីបដក b គីប a របស់យើងគឺ x b របស់យើងគឺ2ជាង a គីបដក b គីបស្មើជាមួយនឹង a ដក b កត្តាឲ្យ a ការ៉េដក ab បូក b ការ៉េអញ្ចឹងយើងដាក់ស្មើមកនឹងស្មើ x ដក2កត្តាឲ្យ x
ការ៉េបូកជាមួយនឹង a b a របស់យើង x b របស់យើង2អញ្ចឹងបូក ab គឺបូក 2x បូក b ការ៉េ b របស់យើង2លើការ៉េ4អញ្ចឹងបូក4នៅលើអានេះយើងទុកនៅត្រែល x ដល់2កតាឲ្យ x បូក2កតាឲ្យ x ឬការ៉េ x បូកជាមួយនឹង2ឬការ៉េ2បន្តមកយើងមើលកតាណាដែលយើងអាចសម្រួលបានអញ្ចឹងឃើញនេះឃើញ x ដល់2 x ដល់2ដូចគ្នាអញ្ចឹងយើងសម្រួលនេះចោលកាលណាសម្រួលនេះចោលយើងបាន limit ថ្មីអញ្ចឹងយើងបាន limit របស់យើង x ខិតទៅជិត2នៃអីភាគយករបស់យើងគឺនៅសល់ x ការ៉េដកសំទោសបូកជាមួយនឹង 2x បូក4ចំណែកភាគបែងរបស់យើងគឺនៅសល់ x បូក2កតាឲ្យ x ឬការ៉េនេះ x បូកជាមួយនឹង2ឬការ៉េនេះ2បន្ទាប់ពីយើងបានអញ្ចឹងហើយយើងត្រូវធ្វើម៉េចទៀតគឺយើងធ្វើការជួសលេខ x ខិតទៅជិត2ជួសចូលអញ្ចឹងវាស្មើជាមួយនឹងអានេះភាគយករបស់យើង2លើកជាការ៉េបាន4នេះ2គុណ2 4 4បូក4 8 8បូក4គឺ12អញ្ចឹងយើងបានភាគយករបស់យើងបាន12ចំណែកភាគបែងរបស់យើង2បូក2 4អញ្ចឹងដាក់4សិនមកកតាឲ្យនៅក្នុងនេះ2អានេះយើងបាន2ឬ2ឬ2បូក2ឬ2យើងបានបូក4ឬ2ស្មើទៀត12ចែក4បានអីបាន3នៅលើអានេះយើងទុកនៅត្រែបាន4ឬ2ប៉ុន្តែដោយសារតែភាគបែងរបស់យើងមាន radical អញ្ចឹងយើងត្រូវបំបត្តិវាចោលអញ្ចឹងយើងបំបត្តិវាយើងអាចសរសេរថាយើងយកនឹងគុណមួយខ្លួនឯងអញ្ចឹងយើងស្មើថាវាគុណ1ឬ2មកកាលណាភាគបែងគុណ1ឬ2ភាគយកគុណ1ឬ2ដែរអញ្ចឹងយើងបានភាគយករបស់យើងគឺ3គុណឬ2អានេះយើងគុណធ្វើ2វាបានឬ4ជឿឬ4បញ្ចេញបាន2អញ្ចឹង2គុណ4បាន8អញ្ចឹងដូចនេះ limit របស់យើងស្មើនឹង3ឬ2នៅលើ8នេះគឺជាចម្លើយរបស់ limit របស់យើង